សូមត្រៀម1 2 3ជ័យយោសង្ខារសទ្ធីលៀបហោជ័យយោព្រះរាជាចាស់កម្ពុជា ប្រជាពលរដ្ឋស្រុកភ្នំក្រវាញក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូលពេលនេះទទួលបានសមិទ្ធផលថ្មីទៀតគឺគម្រោងសាងសង់ស្ពានបេតុងជំនួសស្ពានដែកបាឡេចាស់ឆ្លងកាត់ស្ទឹងពោធិ៍សាត់ក្នុងភូមិសាស្ត្រភូមិបោះពួយឃុំលាជស្រុកភ្នំក្រវាញដែលសម្រេចផ្ដល់ជូនដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលហើយបានបើកការដ្ឋានសាងសង់នារសៀលថ្ងៃទី22ខែមេសាឆ្នាំ2025 គម្រោងសាងសង់ស្ពានបេតុងនេះប្រើប្រាស់ថវិការាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍជនបទទទួលសាងសង់ដោយកងវិស្វកម្មក្រសួងការពារជាតិក្រុមកលេខ181ដឹកនាំស្ថាបនាដោយលោកឧត្តមសេនីយ៍គង់ខេមរានាយករងនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិគម្រោងសាងសង់ស្ពានបេតុងនេះមានប្រវែង144ម៉ែត្រទទឹង10ម៉ែត្រព្រមទាំងត្រូវស្ថាបនាផ្លូវបេតុងសរុប100ម៉ែត្រសងខាងក្បាលស្ពានក្នុងពិធីនេះឯកឧត្តមខូរីដាអភិបាលខេត្តពោធិ៍សាត់បានលើកឡើងថាសមិទ្ធផលថ្មីគម្រោងសាងសង់ស្ពានបេតុងជំនួសស្ពានដែកបាឡេចាស់នេះគឺបានមកដោយការផ្ដល់ជូនពីប្រមុខរាជរដ្ឋាភិបាលដែលបច្ចុប្បន្នសម្ដេចបវរធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលបាននឹងកំពុងប្រឹងប្រែងបន្តអភិវឌ្ឍប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យមិនថាទីក្រុងឬជនបទឯកឧត្តមអភិបាលខេត្តបន្ថែមថាការអភិវឌ្ឍរីកចម្រើនទាំងនេះក៏ដោយសារប្រទេសជាតិមានសុខសន្តិភាពបើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍនោះដែរក្នុងពិធីនេះឯកឧត្តមខូរីដាក៏បានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំនិងប្រជាជនក្នុងមូលដ្ឋានខិតខំលើកកម្ពស់សោភ័ណភាពអនាម័យក្នុងការរស់នៅទាំងក្នុងគ្រួសារក៏ដូចជាក្នុងមូលដ្ឋានដើម្បីនាំមកនូវសុខភាពនិងរាសីល្អក៏ដូចជាការលើកកម្ពស់កិត្តិយសរស់នៅប្រចាំថ្ងៃនិងបានឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានបង្ហោះសារតាមបណ្ដាញសង្គមអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានផ្ដល់គម្រោងសាងសង់ស្ពានបេតុងនេះជាចំណងដៃជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ក្នុងឱកាសនោះដែរឯកឧត្តមនួនដាញ៉ែលរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទតំណាងសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានជម្រាបជូនប្រជាពលរដ្ឋថាក្រោមការដឹកនាំបន្តវេនប្រកបដោយចក្ខុវិស័យវែងឆ្ងាយភាពឆ្លៀសវៃនិងភាពប្រកបនិយមខ្ពស់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានធ្វើឲ្យកម្ពុជាមានស្ថិរភាពនយោបាយសណ្ដាប់ធ្នាប់សង្គមមានការអភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌ឯកឧត្តមបន្តថាគុំតែបានសុខសន្តិភាពគុំតែបានប្រទេសយើងស្ងប់ស្ងាត់គ្មានសង្គ្រាមកុំអីទេយើងគ្មានឱកាសក្នុងការឈរទល់មុខគ្នាជាមួយពុកម៉ែបងប្អូននិងក្មួយទាំងអស់នៅទីនេះទេបាទគឺមិនអាចទេយើងមិនបាច់សម័យអីច្រើនទេយើងគ្រាន់តែគិតថាប្រសិនបើយើងកំពុងតែមានវត្តមាននៅទីនេះបែរជាក្របផ្លូវឬមីស៊ីលធ្លាក់នៅក្រោយយើងឬជំហានយើងសួរថាយើងទៅណាបាទសួរថាយើងទៅណាយើងអាចនៅធន់នៅទីនេះបានទេបាទខ្ញុំបាទគិតថាកុំថាឡើយខ្ញុំបាទនឹងគណៈធិបតីបាទសូមទឹកស្ដីតែព្រះអង្គក៏មិនគង់ដែរបាទឯកឧត្តមនួនដាញ៉ែលបន្ថែមថារាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ក្នុងនោះក៏មានកំណត់យកផ្លូវជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាក្នុងឱកាសនោះឯកឧត្តមបានរំលឹកអ្នកបច្ចេកទេសសាងសង់ស្ពាននេះត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសតាមប្រភពពីឯកឧត្តមគង់អៀងទីប្រឹក្សាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិដែលអញ្ជើញចូលរួមក្នុងពិធីនេះដែរឲ្យដឹងដែរថាគម្រោងសាងសង់ស្ពានបេតុងជំនួសស្ពានដែកបាឡេចាស់នេះអាចត្រូវស្ថាបនារយៈពេល2ឆ្នាំក្នុងនាមឯកឧត្តមទទួលមើលកងវិស្វកម្មក្រសួងការពារជាតិក្រុមកលេខ181ដែលទទួលស្ថាបនាស្ពាននេះឯកឧត្តមនឹងយកចិត្តទុកដាក់សម្រាប់ឲ្យបានភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសាងសង់ការបើកការដ្ឋានសាងសង់ស្ពាននេះ
ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តពោធិ៍សាត់លើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនផ្សេងៗបានងាយស្រួលឆាប់រហ័សរួមចំណែកលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ